Otis គឺជាវិបត្តិនៃការលូតលាស់មិនត្រឹមត្រូវរបស់កុមារទាំងផ្នែកសតិស្មារតីអាកប្បកិរិយាការនិយាយស្ដីនិងដែលស្ដែងចេញដោយកុមារត្រូវប្រឈមមុខនឹងការលំបាកមួយចំនួនដូចជាពិបាកចុះចូលក្នុងសង្គមចូលចិត្តរស់នៅឯកានិងមូមុខពិបាកធ្វើទំនាក់ទំនងជាមួយនឹងអ្នកដទៃទាំងការបញ្ចេញមតិបញ្ចេញយោបល់ក្រចេះនិយាយឬក៏មិនចេះនិយាយឬក៏មិនសូវយល់ភាសានិយាយរៀនមិនចេះពិបាកផ្នែកអត្តចរិតចូលចិត្តធ្វើកាយវិការដដែលគ្មានការលូតលាស់ផ្នែកសតិបញ្ញាមិនចូលចិត្តលេងជាញឹកញយមនុស្សឬក៏កុមារមានជំងឺអូទីស្មហៅតាមភាសាបារាំងមានញៀនពិសេសឆាប់ទទួលអារម្មណ៍ពិបាកទ្រាំនឹងសម្លេងទ្រាំនឹងក្លិនឬក៏ញៀនផ្សេងទៀតលក្ខណៈពិសេសផ្នែកញៀនអាចធ្វើឲ្យគេបញ្ចេញប្រតិកម្មចម្លែកប្លែកខុសពីមនុស្សដទៃប្រតិកម្មបែបកាចមិនសមហេតុផលឬក៏ជ្រុលហួសហេតុដូចជាស្រែកខ្លាំងមានកាយវិការច្រងេងច្រងាងឬក៏ហិង្សាពិបាកយល់ក្រយល់ពិបាកបញ្ចេញមតិមិនចេះស្រដីចូលរួមចំណែកយ៉ាងខ្លាំងនាំឲ្យคล้ายទៅជាមានបញ្ហាផ្នែកអាកប្បកិរិយាមានអូទីសមនុស្សនឹងមានការលំបាកក្នុងការនិយាយស្ដីក្នុងការបញ្ចេញអារម្មណ៍ដែលមាននៅក្នុងចិត្តដូចជាមិនអាចសម្ដែងការឈឺចាប់សម្ដែងការខឹងសម្បារនៅក្នុងអារម្មណ៍បានឡើយគឺចាំតែបញ្ចេញប្រតិកម្មនៅពេលទប់លែងជាប់តែប៉ុណ្ណោះដូច្នេះមនុស្សបែបនេះអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរទាក់ទងនឹងបញ្ហាសុខភាពប្រចាំកាយដែលគេមិនអាចមើលឃើញបានការព្យាបាលនិងការត្រួតពិនិត្យតាមដានសុខភាពមនុស្សមានអូទីសគឺជាកិច្ចការប្រឈមខ្លាំងសម្រាប់សុខភាពរបស់ពួកគេក្នុងករណីមានបញ្ហាអូទីសធ្ងន់ធ្ងរគឺប្រៀបដូចជាមនុស្សមានភាពពិការជាប់នឹងខ្លួនយ៉ាងដូចនេះក៏ប៉ុន្តែគួរឲ្យសោកស្ដាយពីព្រោះកុមារមានអាការៈឬក៏វិបត្តិអូទីសជាប់នឹងខ្លួនមានកាន់តែច្រើនឡើងពេលនេះនៅសហរដ្ឋអាមេរិកគេរាប់ឃើញមានកុមារម្នាក់ក្នុងចំណោមកុមារ68នាក់មានផ្ទុកវិបត្តិអូទីសនៅឆ្នាំ2010បើប្រៀបធៀបទៅនឹងឆ្នាំ2000ដែលមានត្រឹមតែម្នាក់ក្នុងចំណោម150នាក់តើហេតុអ្វីបានជាករណីវិបត្តិអូទីសកើតឡើងខ្លាំងយ៉ាងដូចនេះពុំទាន់មានចម្លើយគ្រប់គ្រាន់សម្រាប់បំភ្លឺទេក៏ប៉ុន្តែការសិក្សានៅសហរដ្ឋអាមេរិកទើបចេញផ្សាយកាលពីពេលកន្លងទៅថ្មីនេះបានរកឃើញថាថ្នាំសម្លាប់សត្វល្អិតមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងជំងឺអូទីសនេះស្ត្រីមានផ្ទៃពោះដែលរស់នៅក្នុងកសិដ្ឋានឬក៏ក្បែរកសិដ្ឋានដែលមានប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត pesticide ត្រូវប្រឈមនឹងគ្រោះថ្នាក់មានកូនកើតមកជាមួយនឹងជំងឺអូទីសដល់ទៅ 66% លើសស្ត្រីធម្មតាដែលរស់នៅឆ្ងាយពីតំបន់ប្រើថ្នាំគីមីកសិកម្មសូមស្ដាប់ប្រសាសន៍លោកអ្នកមករាឌីដែលអាចបញ្ជាក់អំពីផលប៉ះពាល់នៃថ្នាំពុលគីមីកសិកម្មចំពោះសុខភាពគ្រោះថ្នាក់ដែលគេហៅថាពុលរ៉ាំរ៉ៃបានន័យថាថ្នាំពុលបានចូលទៅក្នុងខ្លួនមនុស្សយើងបាទបន្តិចម្ដងតាមការប្រើប្រាស់ឬក៏តាមការបរិភោគអាហារដែលមានជាតិពុលហ្នឹងរាប់ខែរាប់ឆ្នាំទៅវាបង្កកទៅក្នុងសារពាង្គកាយរបស់យើងជាពិសេសជាលិកាខ្លាញ់វាធ្វើឲ្យថ្នាំពុលហ្នឹងធ្វើទុកទោសដល់សុខភាពរបស់ប្រជាកសិកររបស់យើងរោគសញ្ញាដែលមានការសំខាន់នោះគឺអាចធ្វើឲ្យបាពុលដល់សរសៃប្រសាទធ្វើឲ្យឆាប់ភ្លេចឬក៏ការចងចាំមិនល្អបាទហើយថ្នាំពុលមួយប្រភេទខ្លះទៀតធ្វើទុកទោសទៅដល់ថ្លើមគ្រឿងក្នុងមានថ្លើមក្រពះធ្វើឲ្យរលាកថ្លើមធ្វើឲ្យរលាកក្រពះហើយធ្វើឲ្យមានការប្រែប្រួលនៅប្រព័ន្ធអរម៉ូននិងប្រព័ន្ធការពាររាងកាយចឹងធ្វើឲ្យអ្នកជំងឺមួយចំនួនគឺអាចក្លាយទៅជាមានជំងឺរលាកនៅប្រដាប់គ្រឿងក្នុងទាំងអស់នេះហើយបើសិនជានៅបន្តការប្រើប្រាស់ទៀតគឺអាចធ្វើឲ្យឬក៏មានការទទួលរងនៅថ្នាំពុលបន្ថែមទៀតគឺធ្វើឲ្យរហូតដល់មានកើតជាជំងឺមហារីកបាទដែលថ្មីនេះគឺយើងឃើញមានរបាយការណ៍នៃការសិក្សាជាច្រើនដែលបានបង្ហាញថាថ្នាំពុលមួយចំនួនជាមូលហេតុធ្វើឲ្យកើតនៅជំងឺមហារីកបាទហើយមានគ្រោះថ្នាក់មួយទៀតបាទគួរតែយកចិត្តទុកដាក់បាទដោយឆ្នាំនេះតាមយុទ្ធនាការសប្តាហ៍មិនប្រើប្រាស់ថ្នាំកសិកម្មបានបង្ហាញពីផុសតាងមួយចំនួនតែថាមានថ្នាំពុលមួយចំនួនគឺបង្កឲ្យមានការប៉ះពាល់ដល់ការលូតលាស់
របស់កុមារប៉ះពាល់ទាំងរាងកាយប៉ះពាល់ទាំងផ្នែកស្មារតីរបស់កុមារបាទអញ្ចឹងធ្វើឲ្យកុមារនឹងមានប្រាជ្ញាមិនវាងវៃឬក៏ប៉ះពាល់ដល់រូបរាងកាយរបស់កុមារហ្នឹងគឺធ្វើឲ្យមានការលូតលាស់មិនប្រក្រតីនៅក្នុងរបាយការណ៍ចុះផ្សាយក្នុងទំព័រទស្សនាវដ្តី Environmental Health Perspective ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Davis of California បានបង្ហាញអំពីទំនាក់ទំនងរវាងការរស់នៅក្បែរកន្លែងមានប្រើប្រាស់ថ្នាំគីមីសម្រាប់សត្វល្អិតនិងកំណើតកុមារមានវិបត្តិផ្នែកការលូតលាស់ប៉ុន្តែមិនបានពន្យល់អំពីទំនាក់ទំនងហេតុនិងផលនេះទេអ្នកស្រាវជ្រាវបានប្រឈមនឹងទិន្នន័យដ៏គួរឲ្យភ្ញាក់ផ្អើលជុំវិញការប្រើប្រាស់ថ្នាំសម្រាប់សត្វល្អិតនៅកាលីហ្វ័រញ៉ាតាមដានសង្កេតមើលឃើញគ្រួសារស្ម័គ្រចិត្តចូលរួមចំនួន 1000 គ្រួដែលមានកូនកើតជំងឺខុសប្រក្រតីមានការវិវត្តខួរក្បាលខុសពីមនុស្សដទៃពួកគាត់សុទ្ធតែបានរស់នៅជាមួយនឹងថ្នាំពុលសម្រាប់សត្វល្អិតក្នុងពេលពោពោះនៅពេលសម្រាលទាំងអស់នៅកាលីហ្វ័រញ៉ាច្បាប់អនុញ្ញាតឲ្យប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតជាមួយនឹងការកំណត់ប្រភេទទីកន្លែងពេលវេលានិងបរិមាណនៃការប្រើអ្នកស្រាវជ្រាវបានសង្កេតឃើញថាថ្នាំសម្លាប់សត្វល្អិតភាគច្រើនដែលគេប្រើប្រាស់យ៉ាងញឹកញាប់ស្ទើរជាប្រចាំត្រូវបានប្រើប្រាស់នៅជិតលំនៅឋានរស់នៅពេកបង្កឲ្យក្មេងងាយកើតអាការៈអូទីសឬក៏មានការអភិវឌ្ឍខួរក្បាលយឺតយ៉ាវជាងក្មេងដទៃអ្នកស្រាវជ្រាវបានរកឃើញទៀតថាគ្រោះថ្នាក់កើតជំងឺវិវត្តខុសប្រក្រតីនេះមានកាន់តែខ្ពស់ឡើងខ្លាំងប្រសិនបើអ្នកជាម្ដាយបានប៉ះពាល់ហិតស្រូបថ្នាំសម្លាប់សត្វល្អិតនោះនៅពេលពោពោះចូលដល់ត្រីមាសទី2និងទី3ពលគឺចាប់ពីមានគភ៌អាយុ3ខែឡើងទៅខួរក្បាលរបស់ទារកនៅក្នុងផ្ទៃវ័យនេះងាយនឹងទទួលឥទ្ធិពលខ្លាំងណាស់ពីអំណាចថ្នាំសម្លាប់សត្វល្អិតការស្រាវជ្រាវនេះក៏អនុញ្ញាតឲ្យគេសន្មតបាននិងទទួលស្គាល់លទ្ធផលនៃការសិក្សាមុនដែលសង្កេតឃើញថាកូនកើតមកមានជំងឺអូទីសជាប់នឹងខ្លួនមកពីម្ដាយពេលពោពោះបានប្រឈមមុខនឹងផលិតផលគីមីកសិកម្មទាំងឡាយថ្វីបើពេលនេះគេត្រូវការរង់ចាំតាមដានមើលក្រែងមានថ្នាំគីមីសម្រាប់សត្វល្អិតណាខ្លាំងជាងថ្នាំមួយណាឬក៏ថ្នាំប្រភេទខ្លះផ្ដល់គ្រោះថ្នាក់ខ្លាំងដល់ទារកនោះសារដ៏សំខាន់បំផុតសម្រាប់ពេលនេះគឺស្ត្រីមានផ្ទៃពោះទាំងអស់ត្រូវប្រុងប្រយ័ត្ននិងជៀសវាងកុំនៅជិតផលិតផលគីមីកសិកម្ម